សូមជូនរឿង Robo Buddy និងឧបករណ៍បង្វិលពេលវេលាថ្ងៃមួយនៅក្នុងកន្លែងជួសជុលរបស់គេ Robo Buddy បានរកឃើញប្រអប់ឧបករណ៍មហាអស្ចារ្យមួយដែលភ្លឺរលោងដោយពន្លឺពេលវេលា Spark បានហោះមកឆ្លៃពិនិត្យហើយរលកពន្លឺចម្លែកបានចាប់ផ្ដើមឆ្លុះចេញពីប្រអប់នោះភ្លាមនោះបណ្ដាញពេលវេលាបានបើកចំហដូចជាទ្វារដ៏អស្ចារ្យមួយចូលទៅក្នុងពិភពមិនស្គាល់ពួកគេបានធ្លាក់ចូលទៅក្នុងសម័យបុរាណដែលមានសត្វដំរីសស្ដាងនិងដាងឈើធំផ្ទុះពណ៌កូនដៃណូតូចមួយបានមកជិតព្រោះឃើញ Robo Buddy មានរូបរាងចម្លែក Spark បានបញ្ចេញ hologram ដោយមិនចង់ធ្វើឲ្យកូនដៃណូភ័យស្លន់ស្លោម្ដាយដៃណូបានមកដល់និងមើលពួកគេដោយភាពប្រយ័ត្ន Robo Buddy បានប្រើឧបករណ៍ពេលវេលាដើម្បីជួសជុលសម្បុកដែលខូចគ្រួសារដៃណូបានអរគុណព្រោះពួកគេបានទទួលជំនួយតាមវិធីមហាអស្ចារ្យ Robo Buddy និង Spark បានបាក់ទ្វារពេលវេលាវិញហើយប្រាប់លាបុរាណដ៏អស្ចារ្យនោះពួកគេវិលត្រឡប់មកកន្លែងចាប់ផ្ដើមដោយពោរពេញទៅដោយបទពិសោធន៍ថ្មីប្រអប់ឧបករណ៍នោះនៅតែភ្លឺរួមទាំងការចម្លងសញ្ញាថាការផ្សងព្រេងមួយទៀតកំពុងមកដល់អរគុណសម្រាប់ការទស្សនាវីដេអូនេះ